ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះស្រីសាក់មកពីក្រុម SV1 នៅក្នុងវីដេអូនេះផងដែរខ្ញុំមកធ្វើការបញ្យល់តាក់ទងទៅនឹងលំហាត់ file permission change owner អញ្ចឹងចំពោះលំហាត់នេះផងដែរគឺវាមាន folder ចំនួន3ដែលមានដូចជា SV1 PHP SV1 Java និង SV1 Python អញ្ចឹងចំពោះ folder ទាំងអស់ហ្នឹងគឺវាមាន user ដូចជា SVA SVB SVC SVD SVE SVF និង SVG ហើយចំពោះ permission របស់វាហ្នឹងគឺវានៅក្នុង folder មួយអញ្ចឹងចំពោះ folder PHP នេះវាមាន SVA អញ្ចឹងចំពោះ SVA មានសិទ្ធពេញគឺបានន័យថាមានសិទ្ធ read write និង execute ហើយចំពោះនៅក្នុង folder Java វិញវាចំពោះ SVA គឺអត់មានសិទ្ធអីទេគឺ null ហើយយើងចូលមកកាន់ folder PHP នេះវិញគឺឃើញថាចំពោះ user SVB គឺអត់មានសិទ្ធអីទេគឺ null ហើយចំពោះនៅក្នុង folder Java ចំពោះ SVB user SVB គឺមានសិទ្ធ read write execute SVC គឺមានសិទ្ធ read execute ហើយចំពោះ SVD វិញគឺ write execute ដូចគ្នាហើយចំពោះ SVE គឺមានសិទ្ធ read write execute ហើយចំពោះ SVF វិញគឺមានសិទ្ធតែ read និង execute ទេចំពោះ folder Java ហើយយើងចូលមកកាន់ folder Python វិញគឺមានទៅលើ SVG ចឹងចំពោះ SVG គឺមានសិទ្ធ null ហើយចំពោះអាហ្នឹងគឺនៅក្នុង folder Java គឺវាអត់មានសិទ្ធទេ null ហើយចំពោះ folder Python វិញគឺវាមានសិទ្ធ read write និង execute អញ្ចឹងខ្ញុំចូលទៅក្នុង Git base របស់ខ្ញុំដែលខ្ញុំបាន remote ចូលបានហើយអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើ comment តែម្ដងអញ្ចឹងឥឡូវខ្ញុំធ្វើការបង្កើត folder ដែលមាន3មាន PHP Java និង Python អញ្ចឹងខ្ញុំធ្វើ comment sudo mkdir .p តទៅទៀត sv1 /1 ហើយខ្ញុំដាក់ឈ្មោះ PHP Java និង Python អញ្ចឹងដល់ពេលដែលខ្ញុំវាយហើយខ្ញុំគ្រាន់តែ enter មកហើយខ្ញុំធ្វើការដាក់ password បន្តមកទៀតអញ្ចឹងខ្ញុំនឹងធ្វើការចូលទៅក្នុង folder SV1 តមកទៀតខ្ញុំls មើលដោយសារថានេះគឺជា folder ខ្ញុំមុនអញ្ចឹងខ្ញុំ cd ម្ដងទៀតអញ្ចឹងមិញដោយសារតែខ្ញុំចូល folder ខុសអញ្ចឹងខ្ញុំធ្វើការចូល cd ម្ដងទៀតដោយសារតែខ្ញុំដាក់កន្លែងនេះគឺខ្ញុំដាក់ s ធំហើយ v តូចអញ្ចឹងខ្ញុំចូលវាមកបន្តមកទៀតខ្ញុំធ្វើការ ls មើលថាតើវាមាន folder Java Python និងPHP នៅក្នុងនោះអត់អញ្ចឹងនេះគឺជា file ដែលខ្ញុំបាន folder ដែលខ្ញុំបានបង្កើតមិញមានដូចជា Java PHP និង Python បន្តមកទៀតខ្ញុំធ្វើការ add ទៅលើ user អញ្ចឹងនៅពេលដែលខ្ញុំបានបង្កើត folder ហើយខ្ញុំធ្វើការបង្កើតទៅលើ user អញ្ចឹងសម្រាប់ការបង្កើត user យើងប្រើទៅលើ command sudo user add .m តមកទៀតគឺ sv.a អញ្ចឹងអាហ្នឹងគឺខ្ញុំបានបង្កើត user sva តមកទៀតខ្ញុំ enter មកតមកទៀតខ្ញុំ
កើតទៅលើ user B ដោយសារកន្លែងនេះខ្ញុំអត់ទាន់ដាក់ password វាទេខ្ញុំចាំដាក់ password តាមក្រោយតមកទៀតuser C user D តមកទៀត user E តមកទៀតខ្ញុំ add ទៅលើ user F និងចុងក្រោយគឺ user G អញ្ចឹងដល់ពេលដែលខ្ញុំបានបង្កើត user ទាំង7នឹងហើយខ្ញុំចាប់ផ្ដើមដាក់ទៅលើ password អញ្ចឹងចំពោះការដាក់ password គឺខ្ញុំប្រើ command sudo pass wd អាហ្នឹងមានន័យថាយើងដាក់ទៅលើ password អញ្ចឹងខ្ញុំដាក់ password ទៅលើ sva មុនគេអញ្ចឹងដល់ពេលខ្ញុំ enter មកវានឹងឲ្យដាក់ password អញ្ចឹងខ្ញុំធ្វើការដាក់ password តទៅទៀតឲ្យសក្ចេះឲ្យយើង retype ទៅលើ password ដែលយើងបានបញ្ចូលមិញអញ្ចឹងបើន័យថាវាចេញថា password update successful បើន័យថាយើងបានដាក់ password ទៅលើ SVA ហ្នឹងរួចរាល់ហើយអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការដាក់ password ទៅលើ user ជាបន្តទៀតអញ្ចឹងខ្ញុំដាក់ទៅលើ password ទៅលើ user SVB អញ្ចឹងខ្ញុំដាក់ password ហើយនេះវាថា successfully ដូចគ្នាតមកទៀតខ្ញុំដាក់ password ទៅលើ user C យើងធ្វើរហូតទៅដល់ user G មកអញ្ចឹងខ្ញុំដាក់ទៅលើ user D មួយទៀត user E តមកទៀតគឺ user F តមកទៀតចុងក្រោយគឺ user G ខ្ញុំដាក់ password វាមកអញ្ចឹងនៅពេលដែលខ្ញុំបានបង្កើតតាក់ទងទៅនឹង user ទាំងអស់ហ្នឹងហើយខ្ញុំធ្វើការបង្កើតទៅលើក្រុមម្ដងអញ្ចឹងចំពោះក្រុមវាមាន3ក្រុមមានដូចជា PHP Java ក៏ដូចជា Python អញ្ចឹងខ្ញុំប្រើ command sudo group add group underscore php នេះគឺខ្ញុំ enter មកដល់ពេលដែលខ្ញុំបង្កើត group ហើយបន្តទៀតខ្ញុំ add ទៅលើ group Java មួយទៀតគឺ Python អញ្ចឹងដល់ពេលដែលខ្ញុំបង្កើតuser ក៏ដូចជា group ហើយខ្ញុំធ្វើការប្រើ command មួយទៀតដើម្បីឆែកទៅលើ user ដែលខ្ញុំបានបង្កើតហ្នឹងអញ្ចឹងខ្ញុំប្រើ command cmgen តមកទៀត .u គឺយើងឆែកទៅលើ user អញ្ចឹងខ្ញុំដាក់ create sv អញ្ចឹងដល់ពេលដែលខ្ញុំសរសេរបែបហ្នឹងបានន័យថាខ្ញុំចង់ឆែកទៅលើ user ដែលខ្ញុំបានបង្កើតហ្នឹងអញ្ចឹងដល់ពេលដែលខ្ញុំ enter មកវានឹងសូវតាក់ទងទៅនឹង user ដែលខ្ញុំបានបង្កើតនៅខាងលើហ្នឹងមានដូចជា SVA រហូតដល់ SVG ហ្នឹងទៅបន្តមកទៀតខ្ញុំឆែកទៅលើក្រុមម្ដងអញ្ចឹងចំពោះការឆែកទៅលើក្រុមគឺយើងគ្រាន់តែដូរកន្លែងនេះទៅជា G មកហើយចំពោះកន្លែងនេះគឺខ្ញុំដូរឈ្មោះទៅជា group underscore អញ្ចឹងវានឹងបង្ហាញgroup តាក់ទងទៅនឹងgroup ដែលខ្ញុំបានបង្កើតនៅខាងលើនេះមានដូចជា group underscore php group underscore java និង group underscore python អញ្ចឹងនៅពេលដែលខ្ញុំបានបង្កើត user ក៏ដូចជា group ហើយខ្ញុំធ្វើការ add user ទាំងអស់ហ្នឹងចូលទៅក្នុង group នីមួយៗអញ្ចឹងខ្ញុំប្រើ command user sudo user mode តមកទៀត .a ជាធំហើយយើងដាក់ឈ្មោះ group មកខ្ញុំដាក់ group php ខ្ញុំ add user sva ចូលអញ្ចឹងនៅពេលដែលខ្ញុំសេហើយខ្ញុំធ្វើការ enter មកបន្តមកទៀតខ្ញុំ add ទៅលើ user b ម្ដងដែលវានៅក្នុង folder java ចំពោះក្រុម java ហ្នឹងវាមាន user ច្រើន
user B រហូតដល់ user F ចឹងខ្ញុំធ្វើការ add វាម្ដងមួយចឹងដល់ពេលខ្ញុំ save ម្ដងហើយខ្ញុំធ្វើការ enter មកហើយខ្ញុំ add មួយទៀតគឺ svc ចូលទៅក្នុងក្រុម Java ដូចគ្នាមួយទៀតគឺ svd មួយទៀតគឺ sve មួយទៀតគឺsvf ចឹងដល់ពេលខ្ញុំបាន create បង្កើត user ចូលទៅក្នុងក្រុមហើយខ្ញុំនៅសល់មួយទៀតគឺ svg គឺខ្ញុំ add ចូលទៅក្នុងក្រុម Python ម្ដងខ្ញុំដាក់ Python ណាចឹងខ្ញុំ enter ចឹងឥឡូវខ្ញុំបាន add user ចូលទៅក្នុងក្រុមមួយហើយចឹងជាបន្តទៀតខ្ញុំបានធ្វើការ ls.l មកដើម្បីមើលទៅលើ user ក៏ដូចជា group ឥឡូវនេះគឺយើងឃើញថាវានៅ root នៅឡើយទេចំពោះ folder ទាំង3ហ្នឹងចឹងខ្ញុំធ្វើការដាក់ change owner ឲ្យគាត់ចឹងខ្ញុំប្រើ command sudo តមកទៀតchown តមកទៀតគឺ .r ធំហើយយើងដាក់ឈ្មោះ sv.a ហ្នឹងមកហើយយើងធ្វើការចុចវាហើយដាក់ឈ្មោះក្រុមមានក្រុម php ហើយយើងអាហ្នឹងគឺនៅក្នុង folder sv1 ហើយនៅក្នុង folder php ចឹងឥឡូវដោយសារតែខ្ញុំភ្លេចដាក់ directory ឲ្យវាចឹងខ្ញុំធ្វើការដាក់សញ្ញានេះមួយមកដើម្បីឲ្យវាស្គាល់តើតើទៅក្នុង sv1 ក៏ដូចជាគ្រប់ folder php ចឹងខ្ញុំបានកំណត់ set ទៅឲ្យអាហ្នឹងរួចរាល់ហើយតមកទៀតខ្ញុំកំណត់ទៅលើគ្រប់ Java ម្ដងចឹងខ្ញុំដូរកន្លែងនេះទៅជា Java ហើយចំពោះកន្លែងនេះគឺយើងដូរទៅជា Java ដូចគ្នាគឺអក្សរធំតមកទៀតគឺដូរទៅលើគ្រប់ចឹងដោយសារមកខ្ញុំច្រឡំគ្រប់ Java ដាក់sva ដែរតែឥឡូវខ្ញុំបានដូរវាជា svb ហើយឥឡូវខ្ញុំដាក់ទៅលើគ្រប់ Python ម្ដងហើយនេះក៏ជា Python ដែរហើយចុងក្រោយនេះគឺយើងដាក់ទៅលើ svg ចឹងពេលខ្ញុំដាក់ហើយយើងធ្វើការ enter ចឹងនៅពេលយើងដាក់សិតហើយយើងធ្វើការឆែកវាមកយើងដាក់ ls.ld ដាក់ឈ្មោះមកដាក់ sv1 ដាក់ folder php មកចឹងកន្លែងនេះគឺយើង enter មកចឹងនេះគឺមុនដំបូងយើងឃើញថាវានៅរួចនៅឡើយទេចឹងខ្ញុំបានដូរវាទៅជា sva និងគ្រប់ php រួចរាល់ហើយហើយបន្តមកទៀតគឺខ្ញុំឆែកទៅលើគ្រប់ Java ម្ដងចឹងយើងដាក់កន្លែងនេះ Java មកចឹងចំពោះគ្រប់ Java ក៏វាដូរទៅជា svb ហើយគ្រប់ Java ដូចគ្នាមួយទៀតគឺគ្រប់ Python ចឹងចំពោះ Python វាដូរទៅជា svg និងគ្រប់ Python ដោយសារយើងដឹងហើយថានៅលើនេះគឺយើងឆែកមុនដំបូងវានៅរួចនៅឡើយទេឥឡូវវាដូររួចរាល់ហើយចឹងចឹងនៅពេលដែលខ្ញុំបង្កើត permission គ្រប់ owner ហើយខ្ញុំធ្វើការដាក់ទៅលើ chmod set ទៅឲ្យគ្រប់មួយចឹងខ្ញុំប្រើ command sudo chmod តាមមកទៀតខ្ញុំដាក់100ឲ្យទៅលើ folder php ដោយសារតែគាត់នៅក្នុងហ្នឹងគឺ user របស់គាត់គឺមានសិទ្ធិពេញលេញហើយចឹងខ្ញុំដាក់100ទៅទៅបន្តទៀតគឺ folder Java ចំពោះ folder Java គឺខ្ញុំដាក់សុំដាក់700សិនដោយសារតែខ្ញុំនឹងកែតាមក្រោយទៀតចឹងខ្ញុំ enter មកដោយសារនៅក្នុង folder Java ហ្នឹងវាមាន user ច្រើនចឹងខ្ញុំសុំដាក់ user 700 permission 700សិនដើម្បីទៅមុខទៀតហើយខ្ញុំនឹងកែតាមក្រោយចឹងខ្ញុំធ្វើការ
intern តមកទៀតគឺតកតងទៅនឹង folder Python ចំពោះ Python គឺវាមានសិទ្ធពេញដូចគ្នាអញ្ចឹងខ្ញុំដាក់អំពើឲ្យដូចគ្នាអញ្ចឹងនៅពេលដែលខ្ញុំបានបង្កើតបែបហ្នឹងហើយខ្ញុំធ្វើការចូលទៅក្នុង folder Java ដើម្បីកែទៅលើ user នីមួយៗអញ្ចឹងចំពោះនៅក្នុង Java វាមានដូចជា user B user C user D user E និង user F អញ្ចឹងចំពោះ user SVB គឺគាត់មានសិទ្ធពេញលេញហើយអញ្ចឹងយើងអាចមិនបាច់កែទៀតទេអញ្ចឹងខ្ញុំកែទៅលើតែ user SVB SVC SVD SVE និង SVF អញ្ចឹងខ្ញុំប្រើ command មួយគឺ sudo set fetch តមកទៀតគឺខ្ញុំដាក់ដក m ហើយយើងដាក់ user មកហើយយើងចុច2ហើយយើងដាក់មានដូចជា SVC ដែលថា SVB គាត់មានសិទ្ធពេញហើយអញ្ចឹងយើងដាក់កន្លែងនេះគឺមានសិទ្ធពេញមិនថាត្រូវហើយចំពោះ user B យើងកែទៅលើ user C user D user E និង user F ទេអញ្ចឹងខ្ញុំប្រើតាម symbolic អញ្ចឹងគាត់ដាក់ user C ហ្នឹងគឺមានសិទ្ធ OH តមកទៀតគឺខ្ញុំដាក់ទៅលើ SV1 ហើយទៅលើfolder Java អញ្ចឹងដើម្បីប្រើ command នេះបានដោយសារតែខ្ញុំអត់ទាន់ប្រហែលជាខ្ញុំអត់ទាន់បាន install អញ្ចឹងខ្ញុំធ្វើការ install បន្តិចអញ្ចឹងខ្ញុំមិញបានខ្ញុំបានធ្វើ install តាក់ទងទៅនឹង sudo apt install ACL ហ្នឹងហើយអញ្ចឹងខ្ញុំអាចប្រើ command ហ្នឹងបានហើយអញ្ចឹងខ្ញុំប្រើ command នេះមកហើយខ្ញុំធ្វើការ enter បន្តមកទៀតគឺយើងកំណត់ទៅលើ user D ម្ដងដែលសិទ្ធិរបស់គាត់ហ្នឹងគឺមានសិទ្ធិទៅ OH ដូចគ្នាអញ្ចឹងនៅក្នុង Java ដូចគ្នាហើយខ្ញុំធ្វើការ enter តមកទៀតគឺ user E ចំពោះ user E នេះគឺគាត់មានសិទ្ធិread write និង execute តមកទៀតគឺខ្ញុំកំណត់ទៅលើ user F ម្ដងចំពោះ user F គឺគាត់មានសិទ្ធិread and execute អញ្ចឹងខ្ញុំបានកំណត់តាក់ទងទៅនឹង permission set នៅក្នុង folder Java ហើយដែលមានដូចជា user B user C user D user E និង user F ហើយនៅក្នុងនេះអត់ឃើញ user B ដោយសារតែ user B គាត់មានសិទ្ធិពេញរួចរាល់ហើយអញ្ចឹងខ្ញុំបានកំណត់តាំងពីលើហើយថាខ្ញុំដាក់អំពើហើយគឺថាសិទ្ធិ full ហើយអញ្ចឹងខ្ញុំមិនបាច់សរសេរលើនឹងទៀតទេអញ្ចឹងឥឡូវខ្ញុំធ្វើការចូលទៅឆែកមើលថាយើងបានដូរវារួចហើយនៅខ្ញុំប្រើ command get fetch តមកទៀតគឺយើងដាក់ទៅលើឈ្មោះ folder ដែលយើងចង់ឆែកខ្ញុំចង់ឆែកទៅលើ SV1 ហើយ Java PHP អញ្ចឹងខ្ញុំឆែកទៅលើនេះមកយើងឃើញថា owner របស់វាគឺ SVA ហើយចំពោះគ្រប់គឺគ្រប់ PHP ហើយចំពោះ user គឺមានសិទ្ធិ read write និង execute ហើយចំពោះគ្រប់នឹង other គឺអត់មានទេអញ្ចឹងគឺត្រឹមត្រូវហើយបន្តមកទៀតយើងឆែកទៅលើ Java ម្ដងអញ្ចឹងចំពោះ Java គឺវាមាន owner ជា SVB ហើយគ្រប់ Java អញ្ចឹងចំពោះ user គឺវាមានសិទ្ធិអានេះប្រហែលជា user B គាត់មានសិទ្ធិ read write និង execute ហើយចំណែកឯ user SVC គឺមានសិទ្ធិ read និង execute user D គឺមានសិទ្ធិ read execute ដូចគ្នាហើយ user SVE ក៏មានសិទ្ធិ read write និង execute ហើយចំពោះ SVF គឺ read និង execute ហើយចុងក្រោយគឺយើងឆែកទៅលើ Python នេះចំពោះ Python គឺ owner របស់វាគឺ SVG ហើយ
គ្រប់Python ហើយចំពោះ user របស់វាគឺមានសិទ្ធិទៅលើread write និង execute ដោយសារតែនៅក្នុងលំហាត់នេះនៅត្រង់កន្លែងនេះគឺ null ប៉ុន្តែលោកខ្ញុំច្រឡំ screenshot អាចមុនដំបូងអញ្ចឹងលោកគ្រូបានកែអញ្ចឹងយើងដឹងហើយថានៅក្នុងនេះគឺមានតែមួយទេគឺ SVG ដែលមានសិទ្ធិពេញលេញនេះគឺ read write និង execute អញ្ចឹងការធ្វើលំហាត់តាក់ទងទៅនឹង file permission change owner នោះគឺមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ